ខាងផ្លូវតាទាំង15គ្រួសារចឹងញាតិញោមដែលបានលើកឈ្មោះសូមមេត្តាឡើងមកទទួលអំណោយពីខ្ញុំបកណ្ដាលអាត្មាភាពផ្ទាល់តែម្ដងចឹងទេយទានទាំងអស់នេះគឺបានពីឯកឧត្តមជាសិទ្ធនមិនមែនជាទេយទានរបស់ខ្ញុំបកណ្ដាលអាត្មាភាពទេបានពីបងឯកឧត្តមជាសិទ្ធនបាទអញ្ចឹងខ្ញុំបកណ្ដាលសូមហៅអាត្មាភាពសូមហៅខាងតាខាងផ្លូវវត្តមុនបាទណាពុនពូអាតអញ្ជើញឡើងមកទទួលបាទវត្តឡើងមកឈរចាំទុកអាវត្តមួយមកណាពុនពូអាតមួយហើយយកដាក់ទៅលឿងកន្លែងក្រុងទៅដាក់ទៅអង្គុយកន្លែងនោះសិនទៅកុំអាលទៅណាពីរបងពូអាតបងប្អូនពីរអ្នកបងប្អូនហ្នឹងណា3តាចៅណាតាចៅមុនឯងលោកឡៅមុនមកលើកឲ្យគាត់ឲ្យស្រួលមុនគណៈណាលើកឲ្យគាត់ណាបែរទៅខាងនោះលើកឲ្យស្រួល4យាយហេងណាលើកឲ្យយាយហេងណាយាយគួយតំណឹងទៅ5ចៅកង្កែបណា6យាយសោតយាយគួយនឹងទៅណា7ប្រពន្ធតណនណាក្រៅយាយសោត8យាយច្រាប់ណា9យាយយ៉ែមណា10យាយញ៉លមុខនឹងជាប់គ្នាយាយយ៉ែមញ៉ល11យាយម៉ាច12ធីមនោះនៅក្រៅទៅពីមលូចប់ណា13យាយសៀបនៅក្រៅកន្លែងឯងវត្តដើមមក14យាយតនយាយអាចក់ឯណាយាយអាចក់អូក្រៅគេនោះយាយអាចក់នៅក្រៅគេនោះ15យាយឡនណា15យាយឡនផ្លូវវត្ត15នាក់មានរូបចោតសពគ្រប់ហើយអញ្ចឹងចង់ដឹងខាងតាទាំងមកប្រមាណអវត្តមានប្រមាណដើម្បីចែកឲ្យគាត់ញាតិញោមដែលគាត់មកនៅនេះគឺត្រូវចែកឲ្យគាត់តែម្ដងទី1យីវ៉ានខាងតាទាំងនៅក្រៅវត្តនោះយីវ៉ាននោះនៅគួយនោះឲ្យចាំមកអូនមកយកទៅឲ្យគួយចិត្តទេគួយអត់ចង់ហៅជិះទៅឲ្យលើកអត់ដាល់គេមើល2សុខាញ3តាធី4យាយកឹម5យាយសឿន6យាយប៉ុង7តារុនណាមុខគេនេះ8ឡាំយ៉ង4រីអាមឯណាវិញរីអៀមមកអត់រីអៀមទុកនឹងអែបនឹង
គេមកយកភាពចាក់ស្ដែងចាំឲ្យពួកហួរពួកហោយាយជ្រូកណាកូនណាចំនួនហេងសុខន4លាក់ពីណាលាក់ឯកពីណាឯកគ្រប់15ឯកណាឯកទៅឲ្យធីមទៅធីមនឹងឲ្យឡាំយ៉ងមួយផងណែឡាំយ៉ងនៅមុខនេះឯណាធីមវត្តទៅក្រោយនៅឈីមុខហ្នឹងហើយឡាំយ៉ងហ្នឹងហើយបាទអញ្ចឹងអ្នកដែលទទួលដែលអត់បានអវត្តមានគឺមាន2អ្នកអញ្ចឹងអ្នកដែលបានទទួលចំនួនគឺជាភឿននិងជាតនអញ្ចឹងខ្ញុំបកណាអាត្មាភាពក៏សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយដែលបានអាយដាមជាសិទ្ធននិងលោកជំទាវខុនច័ន្ទប៊ុនណាដែលបានមានទឹកបតីជ្រះថ្លាបរិសុទ្ធជឿជាក់ក្នុងពុទ្ធសាសនានឹកឃើញដល់ញាតិញោមពុទ្ធបរិស័ទដែលកំពុងតែការជួបការលំបាកអញ្ចឹងអំណោយទាំងអស់នេះមិនមែនសម្រាប់គាត់ជួយបានទាំងស្រុងទេនេះគឺជាអំណោយបន្តិចបន្តួចនៃទឹកចិត្តរបស់គាត់អញ្ចឹងក៏សូមឲ្យអាយដាមជាសិទ្ធននិងលោកជំទាវខុនច័ន្ទបណ្ណាព្រមទាំងបុត្រសមាភិបក៏សូមជូនពរនិងប្រសិទ្ធពរជ័យសិរីមង្គលដល់ប្រសើរជូនចំពោះអាយដាមជាសិទ្ធននិងលោកជំទាវខុនច័ន្ទបណ្ណាព្រមទាំងបុត្រក៏សូមឲ្យអាយដាមជាអំពីរោគគាបជាធិដែលមាននៅក្នុងនគរកាយនោះក៏សូមឲ្យដេជះនៃបារមីវត្ថុស័ក្តិសិទ្ធិគ្រប់អង្គទាំងអស់ដែលនៅថែរក្សានៃវត្តយុគន្ធរសូមជួយទៅដកពឹសដកពររោគគាបជាធិដែលមាននៅក្នុងនគរកាយឯកឧត្តមនិងលោកជំទាវទាំងប្រមាណក៏សូមឲ្យបានជាស្រឡះសះស្បើយចាប់អំពីពីនេះថ្ងៃនេះតទៅហើយក៏សូមប្រសិទ្ធពរជ័យដល់ឯកឧត្តមលោកជំទាវសូមឲ្យកើតជាតិដានណាក៏សូមឲ្យស្គាល់តែនឹងព្រះច្បាស់នឹងធម៌កុំឲ្យស្គាល់ក្រនាបច្ចុប្បន្នរហូតដល់ថ្ងៃអនាគតជាតិក៏សូមឲ្យបានមានគ្រប់ជាតិគ្រប់ជាតិទាំងអស់សូមអនុមោទនាចឹងទន្ទឹមនឹងនោះខ្ញុំបកណាក៏សូមឲ្យលោកគ្រូអាចារ្យចែវបាទដែលជាអាចារ្យទី1ប្រចាំនៅក្នុងវត្តយុគកន្ធរសូមមកកាន់ក្បាលមីក្រូដើម្បីនាំយាយសូត្រធម៌និងឧទ្ទិសកុសលផលបុណ្យជូនបុណ្យទៅដល់ឯកឧត្តមនិងលោកជំទាវឲ្យបានគ្រប់គ្នានៅក្នុងក្រុមគ្រួសារបាទសូមមកខាងមុខបាទនាំយាយសូត្រធម៌ដើម្បីផ្សាយនៃផលបាទនៅហ្នឹងហ្នឹងមិនបានឡើងរឹកទេគ្រូអបជាយាចាកនញាតតែងការ5ពីសន្តានជីដូនរនៅក្រៃណាលោកម្ចាស់ចែងខានសូមជូនមានផលកុសលសូមចង់แสนសានដល់កានផនតងខ្ញុំសូមប្រាថ្នាតែងចាំងតទៅខាងមុងសូមមានបញ្ញាព្រឹកឡាក្រងផនតងដល់នឹមពៀនងសូមឲ្យអ្នកទាំងឡាយសុខសប្បាយទាំងអស់គ្នាកុំឲ្យមានរោគាព្រមទាំងសញ្ញាសន្តានយកទៅចរិនតឲ្យបានតាមថ្ងៃសាសនាមានធម្មទៅទានតែពីគ្នាកើតមកក្នុងលោកកាយតែប្រស្រីមានវាសនាខំរៀនចតតសាសនាព្រះត្រង់ញាណនាងដាទៅកាន់នាមពៀនជាទីសុខចិត្តសានและបងបានចាំមន្តទេវកនថ្វានៃវេតយ៉ងសំពេលលោកកម្មហេយេសន្តាជីវ័នតោកាមានញាងបចានាងសំពេលបានតមេមេចេតសានទេបាសំត្រីសុស្
ដីដល់ឯកឧត្តមជាសុថនព្រមទាំងលោកចំទាវគុណចាន់ណាព្រមទាំងបុត្រដែលខំខ្វល់ខ្វាយដល់ចេញជាអង្គជូនដល់ប្រជាពលរដ្ឋរបស់យើងខ្ញុំនេះសូមបានវគ្គផលបានសុខបាច់ប្រានទឹកកលែងណាកាលវាគុំជាជុំក្នុងក្រុមគ្រួសារបងប្អូនញាតិមិត្តតក្រាបបានសុខជារឿងហោតរៀងទៅសូមអនុមោទនី ធុក៏ចឹងសូមអនុមោទនាគុណកុសលដែលមានទឹកបតីជ្រះថ្លារបស់ឯកឧត្តមជាសុថននិងលោកជំទាវគុណច័ន្ទបំណាបានមានទឹកបតីក៏មានសេចក្តីឃើញអាណិតដល់ប្រជាពលរដ្ឋនៅក្នុងភូមិក្នុងគ្រូក្នុងបរិបូរខេត្តកំពង់ឆ្នាំង